Bah,ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកពន្យល់ពីកូដweb POS shop យើងដើម្បីចូលទៅខ្ញុំចូលទៅពន្យល់កូដទាំងអស់គ្នាជាដំបូងខ្ញុំចូលដល់ terminal ហើយយើង search ng survey ទៅមកវានឹងឲ្យយើងវាយពាក្យ yes កណ្ដោខ្ញុំវាយ yes វានឹង building នេះឲ្យមួយ local ហើយមួយ local host ទៅមកយើងចុចមកវានឹង load មកដល់website របស់យើងពី load មកពីខ្ញុំចុចច្រើនដងពេកនេះគឺជា item ដែលយើងបានទៅសេចូលដាក់ចូលមានសម្ភារៈកៅអៅមានពេជ្រមាននាឡិកាមានmonitor មានអីនេះបន្តមកនេះគឺជា screen ដើម្បីបង្ហាញការទិញរបស់អតិថិជនថាទិញអីខ្លះសម្រាប់item របស់យើងមានច្រើនមាន food មានកាហ្វេមានអីក្នុងនឹងឥឡូវខ្ញុំឧទាហរណ៍ទិញនេះមួយចុះman National ហើយខ្ញុំទិញជានេះមួយអូខេវានឹង load មកវា load ជាងឈ្មោះវានឹង load ទាំងតម្លៃមកតម្លៃនេះ 15.99 តម្លៃនេះ 9.99 វានឹង load មកខាង screen បង្ហាញឲ្យអ្នកគិតលុយឃើញហើយខ្ញុំឧទាហរណ៍ចង់ទិញអាយមួយទៀតចុះហ្នឹងវានឹង load មកអញ្ចឹង$15 $9 56.99តម្លៃនេះគឺជា total សរុបវាគិតទាំង3នឹងចូលគ្នាដើម្បីបង្ហាញ total សរុបប៉ុណ្ណឹងឧទាហរណ៍ខ្ញុំទិញអានឹងមួយហើយខ្ញុំចង់ទិញនឹងមួយចូលទៀតវាអត់បង្ហាញផ្សេងទៀតទេវានឹងបូកតម្លៃចូល56នេះចុះ99នេះវាឡើង11.13.98ដល់ពេលនេះវាបូកថែមបូកឡើងអាហ្នឹងវាអញ្ចឹងហើយចង់បូក999នេះមួយទៀតវានឹងបូកអានឹងដូចគ្នាអាហ្នឹងប៉ុណ្ណឹងឯងហើយខ្ញុំមកបញ្យល់ពីខាងនេះម្ដងអានេះគឺជាតម្លៃសរុបប៉ុន្តែនេះគឺជាតម្លៃសរុបខាងក្រោមមួយទៀតជាដុល្លារហើយនឹងជាខ្មែរនេះគាត់សរុបជាដុល្លារមួយទេអានេះគាត់វាបង្ហាញជាដុល្លារផងជាលុយរៀលផងសម្រាប់អាក្រុមនេះគឺជាភ្ញៀវគឺជាកន្លែងដែលភ្ញៀវផ្ដល់លុយមកឲ្យយើងដូចជាឧទាហរណ៍ភ្ញៀវឲ្យលុយបាញ់លុយមក149.95ដូច្នេះវាអត់បង្ហាញអីទេគឺវាបង្ហាញឲ្យយើង check out ដើម្បី print ប្រាក់ក្រៅភ្ញៀវ invoice ភ្ញៀវម្ដងឧទាហរណ៍ភ្ញៀវឲ្យលុយក្រៅចំនួន$200អញ្ចឹងវានឹងចេញចំនួនលុយ app គឺ change amount ឲ្យទៅភ្ញៀវវិញ app ប្រមាណអញ្ចឹងវាបង្ហាញជាលុយដុល្លារផងជាលុយខ្មែរផងឧទាហរណ៍គាត់ភ្ញៀវចង់បានលុយខ្មែរឬចង់បានលុយដុល្លារអញ្ចឹងបើសិនជាវាគ្រប់លក្ខខណ្ឌឬក៏ app ឲ្យភ្ញៀវគ្រប់គ្រាន់ហើយយើងចុច check out ដើម្បី print invoice នឹងចេញនេះសម្រាប់ invoice វា load មកវាមានថ្ងៃវាមាន serial number ហើយវាមានម៉ោងប៉ុន្មានយើង print ម៉ោងប៉ុន្មាននេះយើងចេញម៉ោងប៉ុន្មានទៅដើម្បីឲ្យភ្ញៀវស្រួលមានបញ្ហាអីយើងតាក់ទងមកយើងវិញនេះសម្រាប់នេះគឺជា item ដែលយើងទិញ3នេះយើងទិញមិញហើយតម្លៃមានចំនួនតម្លៃហើយនឹងសរុប total សរុបហើយនឹង invoice ដុល្លារ invoice ជាខ្មែរ invoice សរុបដុល្លារហើយប្រាក់ return ទៅវិញហើយ return ជាខ្មែរបើយើងប្រទល់ហើយគិតថាត្រឹមត្រូវយើងចុចសញ្ញា print ប៉ុន្តែខ្ញុំអត់មានអី print ទេខ្ញុំសល់ទៅវិញសម្រាប់បញ្យល់នៅកន្លែង PS screen ហ្នឹងសបកន្លែង hosting ហ្នឹងខ្ញុំបញ្យល់ប៉ុណ្ណឹងហើយខ្ញុំទៅបញ្យល់នេះម្ដងសម្រាប់កន្លែងបង្ហោះចូល GitHub
chỗ đây nó như cho terminal bánh người dân váy ấn chí bìa một năng enter tập máu viên năng bìa pha mùi dương ok ní ní viên năng bìa pha đi mà dương do hay tập máu dương do pha nắng giờ từ đạn nơi nông kịp hạp chỉ được bốn dương cho từ account dương sinh account kịp hạp dương sinh dương cho login cho account kịp hạp dương tập máu dương create new dương vài chung một speed up pram POS shop đã chụp một năng hay dừng cho create ở xung tôi của nhóm tôi trở làm mồi mình nhóm click back ở Redmi trong nhóm xong mà thời gian bạc về xa tụi mình SV Pram hay PS shop hay PS shop SV Pram POS SHOP PS shop ok SHOP sang tới một chọn cái này trong lúc SV Pram cho ok phần năng những ba gà Redmi mình ở dương chốt create okต่อมาวิลงchẳng ai dương chốt thế commitวิลงมาด้านนั้นโอเคต่อมาdương ấy da dương cho khu thôi mình xinต่อมาdương chốt nhỉ upload file ok phần năng dương từ raw file để dương nhỉ chướng đi xíu cho content hay cho transfer nàyคือfile យើងត្រូវទាញចូលប៉ុណ្ណឹងអូខេនេះវាកំពុង upload បន្ទាប់ពី upload បាននេះគឺវា load មកយើងបន្ទាប់មកយើងចាំឲ្យចុច commit ឆាងតមកវានឹង load ប៉ុណ្ណឹង load មកហើយអូខេ load អស់ PR shop យើងបន្តមកទៀតយើងចូលទៅកាន់បោះលើកម្ដងចូលទៅកាន់ voucher ចូលកាន់ voucher វាឲ្យ sign in ចូល account របស់យើង account ខ្ញុំជាប់ជាមួយ Gmail ចុចបន្តមកវានឹងចូល account ជាមួយនឹង GitHub យើងតើចូល account តែមួយបានអាចចូលនេះគ្នាកើតបន្ទាប់ពីហ្នឹងហើយយើងចូលដល់ voucher ហើយយើងចូលទៅ project ត្រូវចាំថា Gmail voucher ជាមួយ Gmail GitHub តែមួយបានវាអាច load project មកចូលគ្នាបានអញ្ចឹងនេះ project ខ្ញុំបានធ្វើអានេះ project ខុសទេខ្ញុំធ្វើខុសមិញលោកហើយ project ខាងលើនេះវាចូល import នេះ project យើងហើយយើងចូល delay វាអានេះវាកំពុងតែបោះហើយ
វាកំពុងតែ building website យើងនេះគឺ website យើងបានហើយបន្តមកយើងចូល continue dashboard អ្វីដែលយើងចង់បានគឺនេះការងារខ្ញុំមានតែប៉ុណ្ណឹងគ្រូអ្វីដែលយើងត្រូវការនេះគឺ PHP job domain នេះដើម្បីឲ្យគ្រូចុចមកចូល link មកចូលមើលបាទហ្នឹងហើយលោកគ្រូប៉ុណ្ណឹងឯងអរគុណជំរាបលាគ្រូ